គ្រប់នឹងជំរាបសួរពុកម៉ែមីមីបងប្អូនរបស់គ្នាជាទីគោរពនិងជាទីស្រឡាញ់អញ្ចឹងនេះគឺជាកេះដែលខ្ញុំដាក់មានខ្លឹមរះពៅមានកញ្ញូងដែលទឹកមានអីចឹងទៅណាសារនេះកេះពីច្រើនកេះខ្ញុំដាក់អញ្ចឹងណាដុំធំធំខ្នាតសម្រាប់បងប្អូនដែលចង់បានយកទៅឆ្លាក់យកទៅអីអាចសួរនាំខ្ញុំបានណាខ្លឹមរះពៅមានកញ្ញូងដែលទឹកមានកញ្ញូងអណ្ដាតទឹកហើយបើមកកេះនេះវិញពីច្រើនតកតងនឹងអំពើខ្លឹមអំពើជូរណាខ្លឹមអំពើជូរតាន់មានប្រហោងចឹងទៅណាបងប្អូនមកកេះនេះពីច្រើនអំពើជូរហើយនឹងកញ្ញូងហើយមកកេះនេះវិញគឺជាប្រភេទខ្លឹមជារាងពួនអីចឹងទៅណាឥឡូវក្នុងកដាលដើមណាបាទលុះក្នុងកដាលដើមចឹងទៅណានេះក៏នាងពួនអំពើជូរលុះក្នុងដើមដែរណាបាទមានចែមានខ្លឹមមាននាងពួនអីចឹងទៅណាហូហែចឹងទៅណាសម្រាប់អ្នកដែលស្រឡាញ់អ្នកដែលគ្រប់គឺដឹងតែឃើញអ្នកសាច់ឯងភាសាស្រឡាញ់ចាស់គ្រប់ចាស់រោមកថែសារចឹងទៅណាហើយទាំងអស់នេះពីច្រើនតាន់ណាបងប្អូនមានប្រហោងទេណាហើយនោះគឺខ្លឹមអំពើហៅថាក្រាក់ក៏បានដែរណាគឺតាន់អត់មានប្រហោងទេណាបងប្អូនគឺតាន់ 100% ណាបាទគឺតាន់ 100% អត់មានប្រហោងមានអីទេនេះគឺតាន់ដូចគ្នាដែរណានេះឥឡូវក្នុងដើមគាត់ថាមិនទាន់អាឡះដាច់ 100% ខ្ញុំកាត់ចេញពីគល់ដែរណាបាទតែតាន់ណាតាន់ស្អាតបើគេជាងគេយកទៅកែច្នៃធ្វើអីផ្សេងលក់បានតម្លៃក្រែជាងនឹងដែលខ្ញុំរក្សាដល់ខ្ញុំគឺខ្ញុំរក្សារបៀបធម្មជាតិនៅច្រើនខ្ញុំរក្សារបៀបធម្មជាតិនៅនឹងផ្ទះឲ្យបានច្រើនទៅសាច់ខ្ញុំអត់មានដូចកាក់កែច្នៃចឹងក៏ខ្ញុំទុកប្រភេទខ្លឹមនាងពួនចែអំពើជូរនោះនៅអញ្ចឹងទៅណារហូតដល់ខ្ញុំអស់សង្ខារពេលណាហ្នឹងកូនគេតទៀតឬក៏មិនហ្នឹងរឿងរបស់កូនទេតែសំខាន់ខ្ញុំគឺនៅអញ្ចឹងហើយបងស្រឡាញ់ចាប់អារម្មណ៍សួរនាំតម្លៃអាចសួរនាំបានណាហើយពីអង្គដែលនៅក្បែរគ្នានោះគឺជានាងពួនណានេះខ្ញុំថតនឹងស៊ូមៀងនេះទៅយើងព្រាកនេះគឺនាងពួនអំពើជូរហើយក៏នាងពួនអំពើជូរដែរណាគាត់ថាខ្លឹមមួយខ្មៅខ្លឹមមួយសាច់ក្រហមតែប៉ុណ្្នឹងឯងបងហើយមកដើមដែលប្រឆាញ់ម៉ាយមាននេះគឺជាខ្លឹមអំពើជូរណាខ្លឹមអំពើជូរណាបងនេះចែនេះមេនេះចែអំពើជូរណាខ្ញុំឡើងកាត់លើចុងអំពើជូរតែម្ដងប៉ុន្តែគាត់ឲ្យកូនក្មេងយកទៅសាងកម្មអេមសាងព្រះអង្គក៏បានដែរតែគាត់ថាព្រះអង្គអ្នកខ្នាតបតងมันធំអាចសាងប៉ិនព្រះអង្គនេះបានហើយនេះក៏ខ្លឹមអំពើជូររបស់ខ្ញុំដែរណាមានតាន់មានប្រហោងសិតតែត្រូវថ្លៃចរចាតម្លៃនេះអាចសួរនាំបានអាចត្រូវថ្លៃនេះខ្ញុំជាវតែខាងនេះគឺជាគ្រឿងសង្ហារឹមទេណាគ្រឿងសង្ហារឹមរបស់ខ្ញុំទេហើយត្រូវថ្លៃក៏ខ្ញុំជាវដែរប៉ុន្តែឃើញខ្មៅចឹងមិនមែនជាខ្លឹមអំពើទេណានេះគឺគ្រើលណាក្រាក់គ្រើលមាន3នេះគ្រើលនេះក៏គ្រើលដែរមកជិតនេះគ្រើលដែរណាជិតនេះគ្រើលអានេះអាឋានញីឈ្មោះអាឋានធម្មជាតិរបស់ដើមតឡាត់ណានេះកញ្ញូងបងកញ្ញូងអានេះខ្ញុំមិនដឹងតែខ្លឹមអីទេខ្ញុំឃើញរៀងវាដូចសេះសមុទ្រក៏ខ្ញុំយកមកឲ្យជាងគេខាត់បាញ់សលេចបាញ់អីទៅនេះកញ្ញូងដែរអានេះមានកញ្ញូងទេខ្លឹមអំពើជូរកញ្ញូងតែនេះមួយនេះអត់ស្គាល់ទេផ្លេចនឹងជាខ្លឹមផ្ចឹកឬក៏មិនទេតែដឹងថាវាបលាស់ដាច់ខ្ញុំឃើញស្អាតរៀងដូចសេះសមុទ្រក៏យកមកទៅណាអូជាប់បាត់សាច់ជាប់គ្នាខ្ញុំឲ្យគេខាត់បាញ់ស្ដេចហើយនឹងអស់បានដែរវាយូរហើយកាលខ្ញុំនៅពោធិ៍សាត់ខ្ញុំឡើងទៅលើភ្នំចុះល្បាតឃើញតែមួយនឹងស្អាតតែភ្នែកក៏ដល់កាន់រហូតដល់បានឲ្យគេបាញ់ស្ដេចហើយទុកយូរពេញពីងរុំអូធូលីមក
បើជួលដាច់ក្នុងដើមដែរណាខ្ញុំចង់ពុកអស់ហើយដោយសារខ្ញុំគិតថាសាកអីមិនកើតក៏ខ្ញុំឆ្នៃធ្វើជាអញ្ចឹងទៅនេះក៏ខ្ញុំដឹងទៅឬស្អីឃើញស្អាតចិត្តកែឆ្នៃមួយជាងដាក់លម្អទៅបើនេះគឺកាត់ចបកពីពោដើមផ្ដៀកក៏ជាទៀលនេះខ្ញុំភ្លេចទៅតែដឹងថាពីរដើមនឹងមួយណាបាទទាំងវីដេអូរបស់ខ្ញុំចែកម្លែកជូនបងប្អូនទស្សនាកំសាន្តតែប៉ុណ្្នឹងទេហើយនេះសរសេរសកាសង្វារស័យសង្វារចង់ផ្លេចទៅកាន់យូរខ្ញុំមានដូចជា3ហ្នឹងឯងបងរិស័យសង្វារថារិស័យសង្វារហ្នឹងដូចជារិស័យនេះកាត់ទៅនេះអញ្ចឹងណាស្អីវិញហើយនៅលើអាសនៈរបស់ខ្ញុំមានព្រះអង្គមានព្រះអង្គ7កិរិយាមានព្រេមនីឥសីសាងពីកញ្ញូងដែលទឹកមាននីឥសីមានព្រះអង្គតាសមាធិមានព្រេមនីឥសីសាងពីនឹងគុណពលជូមានព្រះអង្គឈ្នះមានបលាំងពេជ្រសាងពីបញ្ញាលៀបព្រះអង្គប្រតិជាពីព្រះអង្គអរិយសម្បត្តិគ្រប់លោកហើយនៅលើតម្លាប់នេះគឺព្រះអង្គតាំងសមាធិសាងពីក្លឹមបការបស់ដែកនិងរបស់ដែកហើយនេះចឹងនេះជាអាសនៈរបស់ខ្ញុំដែលខ្ញុំរៀបចំសម្រាប់គ្រូបច្ចេកគ្រូកំណើតរបស់ខ្ញុំចឹងណានៅវីដេអូនេះខ្ញុំចែកលេខជូនបងប្អូនទស្សនាកំសាន្តតែប៉ុណ្្នឹងទេអរគុណច្រើនជំរាបលាជូនពរសំណាងល្អសុខភាពល្អហើយអរគុណច្រើនសម្រាប់បងតែងតែចូល like ចូល comment នៅ channel YouTube របស់ខ្ញុំទាំងពីរ channel អរគុណច្រើនជំរាបលាជួបគ្នានៅវីដេអូក្រោយៗទៀត